សូមជម្រាបសួរមិត្តអ្នកស្ដាប់ថ្ងៃនេះយើងនឹងមកស្វែងយល់ជាមួយគ្នាលើប្រធានបទមួយអំពីទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់មានប្រវត្តិវិវត្តន៍យ៉ាងស្មុគស្មាញនិងផ្លាស់ប្ដូរខ្លាំងតាមសម័យកាលពីភាពជាមិត្តនិងដៃគូយុទ្ធសាស្ត្រទៅជាសត្រូវធ្ងន់ធ្ងរនៅលើឆាកភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ានៅមុនឆ្នាំ1979ក្នុងរជ្ជកាលរបស់ព្រះអង្គហ្សាអ៊ីរ៉ង់ជាប្រទេសមូស្លីមមួយដែលទទួលស្គាល់អ៊ីស្រាអែលនិងមានទំនាក់ទំនងជិតស្និទ្ធទាំងផ្នែកការទូតសន្តិសុខសេដ្ឋកិច្ចនិងយោធាព្រោះប្រទេសទាំងពីរនេះមានការព្រួយបារម្ភរួមគ្នាចំពោះអារ៉ាប់ជាតិនិយមនិងឥទ្ធិពលសូវៀតនៅតំបន់អ៊ីស្រាអែលបានផ្គត់ផ្គង់បច្ចេកវិទ្យានិងជំនាញកសិកម្មសន្តិសុខនិងយោធាឲ្យអ៊ីរ៉ង់ខណៈអ៊ីរ៉ង់វិញបានផ្គត់ផ្គង់ប្រេងនិងគាំទ្រផ្លូវយុទ្ធសាស្ត្រដល់អ៊ីស្រាអែលដោយមានសហរដ្ឋអាមេរិកជាអ្នកគាំទ្រសំខាន់នៅពីក្រោយទោះជាយ៉ាងណាការធ្វើបដិវត្តន៍អ៊ីស្លាមឆ្នាំ1979ដែលនាំឲ្យកូម៉ៃនីឡើងកាន់អំណាចបានបំលែងទិសដៅនយោបាយរបស់អ៊ីរ៉ង់យ៉ាងដាច់ខាតដោយប្រកាសអ៊ីស្រាអែលជាសត្រូវនិងមើលប្រទេសនេះថាជារដ្ឋអធិការសិទ្ធិគ្មានសុចរិតភាពចាប់ពីពេលនោះមកអ៊ីរ៉ង់បានគាំទ្រក្រុមប្រយុទ្ធប្រឆាំងអ៊ីស្រាអែលដូចជា Hezbollah នៅលីបង់និង Hamas នៅហ្គាហ្សាដើម្បីបង្កើនសម្ពាធយុទ្ធសាស្ត្រលើអ៊ីស្រាអែលតាមរយៈអ្វីដែលគេហៅថា Proxy War ឬសង្គ្រាមដែលមានមហាអំណាចនៅពីក្រោយខ្នងរីឯអ៊ីស្រាអែលវិញបានចាត់ទុកអ៊ីរ៉ង់ជាការគំរាមកំហែងធំបំផុតដល់សន្តិសុខជាតិជាពិសេសក្រោយពីអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដែលអ៊ីស្រាអែលជឿថាអាចនាំទៅរកការផលិតអាវុធនុយក្លេអ៊ែរទោះបីជាអ៊ីរ៉ង់អះអាងថាសម្រាប់គោលបំណងសន្តិភាពក៏ដោយក្នុងទសវត្សរ៍ចុងក្រោយនេះការប្រឈមមុខគ្នាបានកាន់តែច្បាស់តាមរយៈការវាយប្រហារយោធានិងសម្ងាត់ដូចជាការវាយលុកគោលដៅអ៊ីរ៉ង់និងកម្លាំង Proxy War របស់អ៊ីរ៉ង់នៅស៊េរីទំនាក់ទំនងនេះមិនមែនជាសង្គ្រាមផ្ទាល់មុខទេប៉ុន្តែជាការប្រឈមយុទ្ធសាស្ត្រយូរអង្វែងដែលរួមមានសង្គ្រាមព័ត៌មានសង្គ្រាមបច្ចេកវិទ្យាសន្តិសុខការប្រកួតឥទ្ធិពលតំបន់និងការប្រឆាំងគ្នាតាមក្រុមនៅលីបង់ស៊េរីអ៊ីរ៉ាក់និងហ្គាហ្សាដោយសារតែទំនាក់ទំនងអរិភាពនេះអ៊ីស្រាអែលនិងអ៊ីរ៉ង់ក្លាយជាគោលដៅសំខាន់របស់គ្នាទៅវិញទៅមកក្នុងយុទ្ធសាស្ត្រមជ្ឈិមបូព៌ាហើយភាពតានតឹងរវាងប្រទេសទាំងពីរនេះតែងតែមានឥទ្ធិពលធំលើស្ថិរភាពតំបន់និងនយោបាយអន្តរជាតិទាំងមូលការប្រៀបធៀបកម្រិតយោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បង្ហាញពីភាពខុសគ្នាខ្លាំងទាំងផ្នែកបច្ចេកវិទ្យាទ្រឹស្ដីយុទ្ធសាស្ត្ររចនាសម្ព័ន្ធកម្លាំងនិងវិធីសាស្ត្រប្រើអំណាចយោធាអ៊ីស្រាអែលមានកម្លាំងយោធាតូចតែមានគុណភាពខ្ពស់ពឹងផ្អែកលើបច្ចេកវិទ្យាទំនើបការបណ្ដុះបណ្ដាលតឹងរ៉ឹងការបញ្ចូលព័ត៌មានសម្ងាត់និងសមត្ថភាពវាយប្រហារលឿនត្រឹមត្រូវដោយកងទ័ពអាកាសអ៊ីស្រាអែល IAF ត្រូវបានគេរាប់ថាជាកងទ័ពអាកាសមួយក្នុងចំណោមកងទ័ពអាកាសខ្លាំងបំផុតនៅលើពិភពលោកមានយន្តហោះចម្បាំងទំនើបដូចជា F-35I F-15 F-16 បំពាក់អាវុធឆ្លាតវៃនិងសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិកខណៈប្រព័ន្ធការពារបាញ់រ៉ុកែតនិងមីស៊ីលច្រើនស្រទាប់អនុញ្ញាតឲ្យអ៊ីស្រាអែលទប់ស្កាត់ការវាយប្រហារពីលើអាកាសបានប្រសើរអ៊ីស្រាអែលក៏មានសមត្ថភាពស៊ើបការណ៍សង្គ្រាមនិងបច្ចេកវិទ្យាយោធាខ្ពស់ព្រមទាំងមានសមត្ថភាពនុយក្លេអ៊ែរជាឧបករណ៍រារាំងយុទ្ធសាស្ត្រផ្ទុយទៅវិញអ៊ីរ៉ង់មានកម្លាំងយោធាធំជាងឆ្ងាយទាំងចំនួនទាហាននិងឧបករណ៍ប៉ុន្តែបច្ចេកវិទ្យាខ្លះនៅក្រោយស្តង់ដារលោកខាងលិចដោយសារការដាក់ទណ្ឌកម្មអន្តរជាតិយូរឆ្នាំទោះជាយ៉ាងណាអ៊ីរ៉ង់បានអភិវឌ្ឍសមត្ថភាពអាវុធមីស៊ីលនិងរ៉ុកែតយ៉ាងខ្លាំងមានមីស៊ីលប៉ាឡេស្ទិកនិងគ្រូសចម្ងាយមធ្យមនិងវែងដែលអាចវាយប្រហារដល់គោលដៅនៅតំបន់មជ្ឈមបូព៌ាទាំងមូលនិងបានវិនិយោគយ៉ាងខ្លាំងលើយន្តហោះគ្មានមនុស្សបើក
សម្រាប់ស៊ើបការនិងវាយប្រហារលើសពីនេះអ៊ីរ៉ង់មានយុទ្ធសាស្ត្រពិសេសគឺជាកម្លាំងជំនួយដោយគាំទ្រដោយក្រុមដូចជា Hezbollah នៅលីបង់ក្រុមប្រយុទ្ធនៅស៊ីរីអ៊ីរ៉ាក់និងយេម៉ែនដើម្បីបង្កើនសម្ពាធលើសត្រូវដោយមិនចាំបាច់ប្រឈមផ្ទាល់ទាំងនេះធ្វើឲ្យអ៊ីរ៉ង់មានឥទ្ធិពលយោធាឆ្លងព្រំដែននិងអាចបង្កអស្ថិរភាពតំបន់បានយូរអង្វែងក្នុងការប្រឈមមុខគ្នាអ៊ីស្រាអែលមានអត្ថប្រយោជន៍ច្បាស់លាស់ផ្នែកគុណភាពបច្ចេកវិទ្យាការវាយប្រហារលឿននិងការគាំទ្រពីសហរដ្ឋអាមេរិកខណៈអ៊ីរ៉ង់មានអត្ថប្រយោជន៍ផ្នែកបរិមាណកម្លាំងមីស៊ីលរ៉ុកែតនិងបណ្ដាញក្រុមជំនួយដែលអាចធ្វើឲ្យសង្គ្រាមក្លាយជាពហុមុខងារនិងពិបាកគ្រប់គ្រងដូច្នេះបើប្រៀបធៀបគ្នារវាងប្រទេសទាំងពីរអ៊ីស្រាអែលលើសលប់ផ្នែកគុណភាពនិងភាពទំនើបយោធាខណៈអ៊ីរ៉ង់លើសលប់ផ្នែកបរិមាណកម្លាំងរ៉ុកែតមីស៊ីលនិងយុទ្ធសាស្ត្រប្រើក្រុមជំនួយដែលធ្វើឲ្យមានការប្រឈមរវាងប្រទេសទាំងពីរមានលក្ខណៈមិនស្មើនិងស្មុគស្មាញខ្លាំងភូមិសាស្ត្រនយោបាយរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ត្រូវបានកំណត់ដោយការប្រឈមមុខគ្នាផ្ទាល់និងដោយប្រយោលក្នុងស៊ុំយុទ្ធសាស្ត្រតំបន់មជ្ឈិមបូព៌ាដែលមានស្រទាប់ស្មុគស្មាញទាំងអេដេអូឡូស៊ីសន្តិសុខអំណាចតំបន់និងការប្រកួតឥទ្ធិពលអន្តរជាតិអ៊ីរ៉ង់មើលខ្លួនឯងជាមហាអំណាចតំបន់និងជាអ្នកដឹកនាំអការតស៊ូប្រឆាំងអ៊ីស្រាអែលនិងឥទ្ធិពលសហរដ្ឋអាមេរិកដោយប្រើយុទ្ធសាស្ត្របង្កើតបណ្ដាញឥទ្ធិពលតាមបណ្ដាប្រទេសអារ៉ាប់និងមូស្លីមដូចជាលីបង់ស៊ីរីអ៊ីរ៉ាក់យេម៉ែននិងក្រុមហាម៉ាស់នៅកាហ្សាដើម្បីព័ទ្ធជុំវិញអ៊ីស្រាអែលនិងបង្កសម្ពាធយុទ្ធសាស្ត្រជាច្រើនមុខសម្រាប់អ៊ីស្រាអែលភូមិសាស្ត្រនយោបាយនេះត្រូវបានមើលថាជាច្រវាក់គ្រោះថ្នាក់ដែលអ៊ីរ៉ង់កំពុងព្យាយាមកសាងជុំវិញខ្លួនដូច្នេះអ៊ីស្រាអែលបានអនុវត្តយុទ្ធសាស្ត្រវាយប្រហារមុននិងការប្រតិបត្តិការសម្ងាត់នៅស៊ីរីនិងកន្លែងផ្សេងៗដើម្បីរារាំងការបង្កើនអំណាចយោធានិងមូលដ្ឋានអ៊ីរ៉ង់ជិតព្រំដែនខ្លួនភូមិសាស្ត្រតំបន់ក៏មានសារៈសំខាន់ខ្លាំងដោយអ៊ីរ៉ង់ស្ថិតនៅឆ្ងាយពីអ៊ីស្រាអែលដែលអាចឆ្លងឥទ្ធិពលតាមខ្សែអាកស៊ីអ៊ីតពីតេហេរ៉ង់ឆ្លងកាត់បាដាតដាម៉ាស់បៃរុតទៅដល់មហាសមុទ្រមេឌីទែរ៉ាណេដែលអនុញ្ញាតឲ្យផ្ទេរអាវុធនិងកម្លាំងទៅកាន់ Hezbollah និងក្រុមផ្សេងៗនេះបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ៊ីស្រាអែលព្រោះមានន័យថាសង្គ្រាមអនាគតអាចមិនកំណត់ត្រឹមព្រំដែនលីបង់ឬកាហ្សាប៉ុន្តែអាចក្លាយជាសង្គ្រាមពហុមុខងារពីជើងលីបង់ពីកណ្ដាលស៊ីរីនិងពីត្បូងកាហ្សាក្នុងពេលតែមួយនៅកម្រិតអន្តរជាតិភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រីកដោយការចូលរួមរបស់មហាអំណាចដោយអ៊ីស្រាអែលមានការគាំទ្រដាច់ខាតពីសហរដ្ឋអាមេរិកនិងមានទំនាក់ទំនងកាន់តែប្រសើរជាមួយប្រទេសអារ៉ាប់ខ្លះៗតាមរយៈ Abraham Accord ខណៈអ៊ីរ៉ង់វិញពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីចិននិងបណ្ដាប្រទេសមិនពាក់ព័ន្ធលោកខាងលិចដើម្បីទប់ស្កាត់សម្ពាធនិងទណ្ឌកម្មភូមិសាស្ត្រថាមពលនិងច្រកសមុទ្រដូចជា Strait of Hormuz ក៏ជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់អ៊ីរ៉ង់ក្នុងការបង្កសម្ពាធលើទីផ្សារថាមពលពិភពលោកនិងលើសម្ព័ន្ធមិត្តអ៊ីស្រាអែលដោយសារតែអត្តសញ្ញាណអេដេអូឡូស៊ីរបស់រដ្ឋអ៊ីរ៉ង់ដែលប្រឆាំងស៊ីអូនីសនិងការមើលអ៊ីស្រាអែលជារដ្ឋគ្មានសុចរិតភាពភូមិសាស្ត្រនយោបាយនេះមិនមែនជាការប្រកួតអំណាចធម្មតាទេប៉ុន្តែជាការប្រកួតអត្តសញ្ញាណអំណាចតំបន់និងទស្សនវិជ្ជាដែលធ្វើឲ្យការប្រឈមមុខគ្នាមានលក្ខណៈជ្រៅនិងយូរអង្វែងជាសរុបភូមិសាស្ត្រនយោបាយរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺជាការប្រឈមរវាងមហាអំណាចតំបន់ពីរដែលប្រើយុទ្ធសាស្ត្រផ្សេងគ្នាមួយពឹងលើបច្ចេកវិទ្យាកម្លាំងគុណភាពនិងសម្ព័ន្ធមិត្តលោកខាងលិចខណៈមួយទៀតពឹងលើបណ្ដាញក្រុមជំនួយអាវុធមីស៊ីលនិងឥទ្ធិពលអេដេអូឡូស៊ីដែលធ្វើឲ្យមជ្ឈមបូព៌ាក្លាយជាតំបន់មានភាពតានតឹងនិងអស្ថិរភាពយូរអង្វែងប្រសិនបើអ៊ីស្រាអែលនិងអ៊ីរ៉ង់
ឈានដល់សង្គ្រាមធំដោយផ្ទាល់នោះផលប៉ះពាល់នឹងមិនកំណត់ត្រឹមប្រទេសទាំងពីរទេប៉ុន្តែអាចរំខានដល់ស្ថិរភាពមជ្ឈមបូព៌ាទាំងមូលនិងប្រព័ន្ធអន្តរជាតិទូលំទូលាយជាដំបូងផ្នែកយោធាសង្គ្រាមធំអាចក្លាយជាសត្រូវពហុមុខងារដោយអ៊ីរ៉ង់មិនប្រយុទ្ធតែពីដែនខ្លួនឯងទេប៉ុន្តែអាចប្រើកម្លាំងក្រុមជំនួយដូចជា Hezbollah នៅលីបង់ក្រុមប្រយុទ្ធនៅស៊ីរីអ៊ីរ៉ាក់និងក្រុមហាម៉ាស់ក្រុមផ្សេងៗនៅហ្គាហ្សាដើម្បីបើកមុខសង្គ្រាមជាច្រើនជុំវិញអ៊ីស្រាអែលក្នុងពេលតែមួយទាំងនេះនឹងធ្វើឲ្យអ៊ីស្រាអែលប្រឈមសម្ពាធធ្ងន់លើប្រព័ន្ធការពារនិងលើសេដ្ឋកិច្ចក្នុងស្រុកព្រោះការវាយប្រហារដោយរ៉ុកែតនិងមីស៊ីលជាច្រើនអាចបង្កការខូចខាតសំណង់ស៊ីវិលនិងបណ្តាលឲ្យប្រជាជនភ័យខ្លាចយូរអង្វែងផ្នែកអ៊ីរ៉ង់វិញអាចរងការវាយប្រហារត្រឡប់មកវិញលើមូលដ្ឋានយោធាបណ្តាញមីស៊ីលស្ថាប័ននុយក្លេអ៊ែរនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយអ៊ីស្រាអែលនឹងអាចមានការចូលរួមដោយផ្ទាល់ឬដោយប្រយោលពីសហរដ្ឋអាមេរិកដែលធ្វើឲ្យអ៊ីរ៉ង់រងសម្ពាធយ៉ាងខ្លាំងទាំងយោធានិងនយោបាយក្នុងស្រុកផ្នែកសេដ្ឋកិច្ចនិងថាមពលផលប៉ះពាល់អាចធំយ៉ាងខ្លាំងដោយអ៊ីរ៉ង់អាចប្រើច្រកសមុទ្រហូម៉ូសជាឧបករណ៍យុទ្ធសាស្ត្រដើម្បីរារាំងឬរំខានដល់ការដឹកជញ្ជូនប្រេងនិងឧស្ម័នដែលធ្វើឲ្យតម្លៃថាមពលពិភពលោកឡើងខ្ពស់ភ្លាមៗបង្កអតិផរណានិងសម្ពាធសេដ្ឋកិច្ចលើប្រទេសនាំចូលថាមពលជាច្រើនរួមទាំងអឺរ៉ុបនិងអាស៊ីនេះអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចតំបន់ឬសកលដោយសារតម្លៃប្រេងខ្ពស់ការរំខានខ្សែសង្វាក់ផ្គត់ផ្គង់និងការបាត់បង់ទំនុកចិត្តទីផ្សារផ្នែកនយោបាយអន្តរជាតិសង្គ្រាមធំអាចបែងចែកពិភពលោកជាម្លុកកាន់តែច្បាស់រវាងសម្ព័ន្ធមិត្តអ៊ីស្រាអែលមានអាមេរិកប្រទេសលោកខាងលិចខ្លះៗនិងប្រទេសអារ៉ាប់ដែលមានទំនាក់ទំនងថ្មីនិងភាគីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ដូចជារុស្ស៊ីចិននិងបណ្ដាប្រទេសមិនពាក់ព័ន្ធលោកខាងលិចដែលអាចបង្កការប្រឈមយុទ្ធសាស្ត្រធំលើឆាកពិភពលោកផ្នែកមនុស្សធម៌ផលប៉ះពាល់នឹងធ្ងន់ធ្ងរណាស់ដោយអាចមានជនស៊ីវិលស្លាប់និងរបួសរាប់ម៉ឺនរាប់សែនការផ្លាស់ទីលំនៅច្រើនការខ្វះអាហារទឹកនិងថ្នាំពេទ្យជាពិសេសនៅលីបង់ស៊ីរីហ្គាហ្សានិងតំបន់ដែលមានកម្លាំងជំនួយសកម្មសង្គ្រាមធំក៏អាចបង្កការរីករាលដាលអំពើហិង្សាផ្នែកសាសនានិងអេដេឡូស៊ីដែលធ្វើឲ្យការបែកបាក់ក្នុងសង្គមកាន់តែជ្រៅលើសពីនេះផ្នែកសន្តិសុខសកលនិងអាវុធនុយក្លេអ៊ែរក៏ជាកត្តាគួរឲ្យព្រួយបារម្ភព្រោះអ៊ីស្រាអែលត្រូវបានគេជឿថាមានសមត្ថភាពនុយក្លេអ៊ែរខណៈអ៊ីរ៉ង់កំពុងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដែលការប្រឈមធ្ងន់អាចបង្កការបំផ្លាញមូលដ្ឋាននុយក្លេអ៊ែរឬបង្កគ្រោះថ្នាក់បរិស្ថានយ៉ាងធ្ងន់ជាសរុបប្រសិនបើប្រទេសទាំងពីរឈានដល់សង្គ្រាមធំនោះវាមិនមែនជាសង្គ្រាមកម្រិតមូលដ្ឋានទេប៉ុន្តែជាវិបត្តិភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចមនុស្សធម៌សន្តិសុខសកលដែលអាចបំផ្លាញស្ថិរភាពមជ្ឈមបូព៌ាយូរអង្វែងនិងមានអត្ថន័យជ្រៅសម្រាប់ពិភពលោកទាំងមូលសូមអរគុណមិត្តអ្នកស្ដាប់យើងនឹងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ